ខ្ញុំគឺបងប្រុសភីងឡូបច្ចុប្បន្នខ្ញុំកំពុងស្ថិតនៅលើកោះដាច់ស្រយាលមួយក្នុងប្រទេសឥណ្ឌូនេស៊ីពីថ្ងៃនេះខ្ញុំត្រូវបានតាមដានដោយសត្វបង្គួយយក្សនៅលើកោះនេះសត្វល្អិតនៅលើកោះខំបណ្ដាលឲ្យអាឡែកស៊ីពេញខ្លួនព្រមទាំងមានសត្វដែលមិនស្គាល់អត្តសញ្ញាណដូចជាកញ្ជ្រោងទឹកជាដើមដើម្បីធានាសុវត្ថិភាពរបស់ពួកយើងដូច្នេះឥឡូវនេះខ្ញុំត្រូវការភ្លើងជាបន្ទាន់ដើម្បីប្រឈមមុខនឹងការសាកល្បងបន្ទាប់ថ្ងៃនេះមិនថាត្រូវចំណាយអ្វីក៏ដោយត្រូវតែបង្កើតភ្លើងនេះឲ្យបានការបង្កើតភ្លើងបែបនេះគឺពឹងផ្អែកលើកម្លាំងផ្ទុះ19បញ្ចេញកម្លាំងឲ្យអស់ធ្វើវាទៅវាវឆេះហើយវាវទីបំផុតឆេះហើយយកកំទេចឈើនេះដាក់ចូលទៅក្នុងគំនរភ្លើងផ្លុំវាទៅអូខេឆេះហើយវ៉ាពិបាកណាស់ឥឡូវមានភ្លើងហើយប្រញាប់យកខ្យងសមុទ្រទៅស្ងោរទៅបានតោះទៅរកខ្យងស្នែងគោបន្ថែមទៀតពួកយើងទាំងពីរអ្នកញ៉ាំមិនគ្រាន់ទេតោះទៅកោះក្បែរខាងឆ្លៀតពេលទឹកនេះពួកយើងទៅរកគ្រឿងសមុទ្រតោះឮថាដេកកោះនៅខាងឥណ្ឌូនេស៊ីនេះច្រើនតែជួបពស់សមុទ្រដូច្នេះមុននឹងឡើងកោះម្នាក់ត្រូវពាក់ស្រោមដៃមួយគូដើម្បីការពារក្រែងលោមានរឿងអីដើរតាមឲ្យទាន់ថ្ងៃនេះពួកយើងមកមើលថាតើនៅខាងឥណ្ឌូនេស៊ីនេះមានផលសមុទ្រអ្វីខ្លះព្រៃកោងកាំងបែបនេះច្រើនតែមានក្តាមខ្លះដូចជារនបែបនេះមើលមានអត់វ៉ាវជ្រៅណាស់កម្លាំងខំខ្លាំងណាស់វ៉ាធំដល់ថ្នាក់នេះខ្ញុំស្មានតែជាក្តាមតូចតាចតើចូលទៅក្នុងធុងទៅឯងឃើញមានកូនផ្កាយសមុទ្រពីរនៅក្រាបជាមួយគ្នាទៀតទីនេះមានរបស់ច្រើនណាស់កំពុងកម្រើកច្រើនណាស់មកមួយនេះធំមើលទៅអានឹងវានៅតែចាក់ដៃខ្ញុំទៀតសាច់ឡើងណែនតែម្ដងមើលទីនេះមានកូនចាស់ហុយសមុទ្រស្អាតណាស់ល្អមកមើលមួយញ៉ាំបានអត់ឃើញមានអត់គ្រឿងសមុទ្រធំមានដុះស្លាបទៀតមើលទៅប៉ុន្តែអាបែបនេះមិនសូវមានសាច់ទេលែងវាវិញទៅមកហើយតោះមានត្រីតូចចាប់វាទៅវ៉ាវត្រីកំពប់ត្រីប៉ោងធំណាស់ម៉ែឲ្យវានៅតែចង់ឡើងមកទៀតម៉ែឲ្យធំដល់ថ្នាក់នេះមិនអន់ទេតើមួយនេះបើចង់ញ៉ាំគឺត្រូវការចំអិនជំនាញណាពួកយើងលែងវាវិញទៅល្អជាងមកត្រីកំពប់អូដូចបាល់អញ្ចឹងមើលខាងក្រោមនោះខ្មៅមួយនេះគឺខ្យងដំបងប្រញាប់ឡើងមកសាច់ប្រភេទនេះធាត់ណាស់រៀបចំធ្វើម្ហូបហើយថ្ងៃនេះពួកយើងរកបានសុទ្ធតែរបស់ធំមានខ្យងដំបងធំហើយនឹងមានខ្យងពីងពីង2 3ទៀតមានក្តាមធំទៀតពួកយើងមានអាហារគ្រប់គ្រាន់ហើយតោះទៅត្រឡប់ទៅកន្លែងភ្លើងវិញឥឡូវមានភ្លើងហើយពួកយើងយកខ្យងពីងពីងទាំងនេះនិងខ្យងស្នែងគោទាំងនេះដាក់ចូលគ្នាទាំងអស់ដាក់ពួកវាពីលើភ្លើងស្ងោរមួយឆ្នាំរួមគ្នាចំណែកខ្យងដំបងធំនេះគឺយកទៅអាំងភ្លើងតតែម្ដងបើមិននោះមើលមិនយូរទេនឹងងឹតហើយតោះទៅកោះក្បែរខាងឆ្លៀតពេលកំពុងធ្វើម្ហូបពួកយើងទៅធ្វើចម្រុកបាទទីនេះមានដើមដូងពីរបីដើមហើយដីក៏រាបស្មើល្អដែរនៅខាងមុខគឺបែរមុខទៅរកសមុទ្រពួកយើងធ្វើចម្រុកនៅទីនេះទៅពួកយើងទៅធ្វើចម្រុកយឺតបន្តិចគឺធ្វើមិនទាន់ទេចម្រុកលើកនេះខ្ញុំចង់ធ្វើតាមរចនាបថអាស៊ីអាគ្នេយ៍នៅលើដីនេះសត្វល្អិតនឹងមូសពិតជាច្រើនពេកហើយដូច្នេះហើយគ្រែរបស់ពួកយើងត្រូវតែធ្វើឲ្យខ្ពស់បន្តិចផ្ទៃគ្រែនេះវិញពួកយើងប្រើប្រាស់សំបកឈើដើមភូពីងទាំងអស់ព្រោះសម្ភារៈប្រភេទនេះមានភាពទន់ខ្លាំងណាស់ស្ទាបទៅគឺដូចជាស្បែកសាឡុងអញ្ចឹងមកកោះក្បែរខាងទៅរកបន្ថែមទៀតទៅបាទមកគ្រែត្រូវបានធ្វើរួចរាល់ហើយឥឡូវពួកយើងចាប់ផ្ដើមធ្វើដំបូលនៅលើកោះដាច់ស្រយាលនេះគឺងាយរកបានដើមដូងដែលមានធាងច្រើនណាស់ធាងដូងរបស់វាមិនត្រឹមតែការពារកម្ដៅថ្ងៃទេថែមទាំងការពារទឹកភ្លៀងបានទៀតផងហត់អស់មួយថ្ងៃហើយជំរកកោះចំណាបអាស៊ីអាគ្នេយ៍ធ្វើពីធាងដូងរបស់ពួកយើងត្រូវបានសាងសង់រួចរាល់ហើយបែរមុខទៅរកសមុទ្រខ្យល់ជំនោររបស់មកត្រជាក់ស្រួលហើយពេលគេងពីលើគឺទន់នឹងមានផាសុកភាពខ្លាំងណាស់ត្រឡប់មកវិញហើយមេឃជិតងឹតល្មមតោះពួកយើងទៅមើលខ្យងសមុទ្រថាឆ្អិនដល់ណាហើយឆ្អិនហើយទឹកចិត្តរៀងអស់ទៅហើយមកកោះក្បែរខាងធ្លាក់មើលគ្រឿងសមុទ្រដំបូងបង្អស់របស់ពួកយើងនៅលើកោះដាច់ស្រយាលនេះសាក់ខ្យងពីងពីងធំមួយសិនដកជើងតូចរបស់វាចេញរួចមូលសាច់វាបន្តិចចេញមកហើយកាត់គ្រឿងក្នុងខាងក្រោមចេញមកកោះក្បែរខាងហើយឯងទាំងស្រស់ទាំងផ្អែមមិនអន់ទេមែនទេមកខ្ញុំសាក់ម្ដងសាច់មួយដុំធំអញ្ចឹងពេញមួយម៉ាត់តែម្ដងមើលសាច់នេះញ៉ាំទៅគឺណែនល្អខ្លាំងណាស់ឈប់សិនកុំញ៉ាំអីមើលនោះជាសត្វអីគេតោះទៅមើលអូម៉ែអើយដាច់ខាតនេះមិនក៏រត់មកទីនេះទៀតហើយមកកោះក្បែរខាងលឿនឡើងទៅអូម៉ែអើយឯងទៅអញទៅអូម៉ែអើយវារត់លឿនណាស់តោះត្រឡប់ទៅវិញសិនទៅលើក្រោយវាហ៊ានមកទៀតគង់តែមានវិធីចាត់ការវាទេខ្ញុំទៅរកអញហើយ